la hay đặt cream baby lửa hay đặt bling bling chị đặt sô cô la unicornចំពោះថ្ងៃនឹងដែរគឺសាលាយើងបានដឹកនាំកូនសិស្សមកចូលរួមសិក្ខាសាលាមួយដែលនិយាយអំពីការធ្វើនំខេកក៏ដូចជាការធ្វើស៊ូស៊ីយើងដឹកនាំសិស្សចាប់ពី K2 រហូតដល់ថ្នាក់ទី3នេះគឺជាកម្មវិធីដំណើរទស្សនកិច្ចសិក្សាដែលយើងអាចនិយាយបានថាគឺជាកម្មវិធីស្នូលមួយនៃសាលារៀនអន្តរជាតិអន្តរយោដែលត្រូវបានរៀបចំឡើងចំនួន2ដងក្នុងមួយឆ្នាំដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សបានដកបទពិសោធន៍ជាក់ស្ដែងផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តហើយគោលបំណងចម្បងដែលយើងនាំសិស្សានុសិស្សក៏ដូចជាកូនមកដំណើរទស្សនកិច្ចសិក្សានេះគឺយើងចង់ផ្ដោតទៅលើមុខវិជ្ជាមួយដែលហៅថាគេហវិទ្យាអញ្ចឹងបើសិនជាយើងក៏លេចទៅមើលមុខវិជ្ជាមួយផងដែរគឺកូនសិស្សគឺគាត់អាចមានចំណេះដឹងក៏ដូចជាបច្ចេកទេសមូលដ្ឋានបើសិនជាយើងនិយាយអំពីការធ្វើនំនៅក្នុងថ្នាក់ឬក៏ការធ្វើស៊ូស៊ីវិញគឺកូនសិស្សគ្រាន់តែឃើញរូបភាពទេប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះកូនសិស្សគឺគាត់អាចមកដល់ទីកន្លែងធ្វើដោយផ្ទាល់ហើយជាពិសេសគឺគាត់សាកល្បងធ្វើដោយដៃផ្ទាល់ផងដែរទី2កូនសិស្សគឺគាត់មានភាពម្ចាស់ការឬក៏អាចនិយាយបានថាឯករាជ្យភាពបាទហើយចំណុចទី3ដែលជាចំណុចសំខាន់នោះគឺគាត់អាចអភិវឌ្ឍនៅបំណិនសង្គមបាទអញ្ចឹងបំណិនសង្គមនោះគឺគាត់អាចចេះបង្កើនតំណែងតំណងឬក៏អធិស្ឋានគ្នាជាមួយនឹងមិត្តភក្តិគាត់ផងដែរហើយជាពិសេសមួយទៀតចំណុចចុងក្រោយនោះគឺគាត់អាចបណ្ដោះនៅឧបនិស្ស័យឲ្យចេះស្រឡាញ់ឬក៏អាចបង្កើតជាជំនាញមួយចេញពីមុខវិជ្ជាគេហវិទ្យានេះដើម្បីឲ្យគាត់ធ្វើជាបង្កើតជាមុខរបរមួយនៅពេលអនាគតផងដែរក្នុងការនាំកូនសិស្សមកសិក្ខាសាលាធ្វើនំនៅក្នុងថ្ងៃនេះគឺសង្កេតឃើញថាកូនសិស្សទទួលបានចំណេះដឹងជាច្រើនពីការធ្វើនំទី1តាក់ទងជាមួយនឹងជំនាញអភិវឌ្ឍនៅក្នុងការចលនាដៃមានន័យថាគាត់អាចប្រើដៃរបស់គាត់ហ្នឹងយកម្សៅឬក៏ស្ករគ្រឿងផ្សំទាំងអស់ហ្នឹងយកលាយបញ្ចូលគ្នាបានយ៉ាងល្អទី2គឺគាត់ស្គាល់ពីបរិយាកាសមានន័យថាគណិតវិទ្យាមូលដ្ឋានដែលគាត់អាចវាស់វល់ហើយនឹងស្គាល់ពីចំនួនបរិមាណបានត្រឹមត្រូវទី3គឺតាក់ទងជាមួយនឹងការចូលរួមសហការជាក្រុមទី4គឺគាត់មានបម្រុងប្រយ័ត្នហើយគាត់យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់គ្រូស្គាល់ពីជំហាននៅក្នុងការធ្វើនំជំហាននីមួយៗពីការធ្វើនំហើយមួយទៀតគឺគាត់មានភាពច្នៃប្រឌិតបានយ៉ាងល្អនៅក្នុងការរៀបចំនំរបស់គាត់នឹងឲ្យមានសោភ័ណភាពទៅតាមចំណង់ចំណូលចិត្តរបស់គាត់ Learning outside the classroom is very important for the children to grow socially. Social skills is very important as they have to learn to follow instructions, listen to the instructions, and also build their creativity as they create their own ideas. Before they walked in, they had no clue about the process of preparing sushi, but now even some of them didn't taste it before. But after this experience, I'm sure they have a pretty good idea of how to prepare sushi. Most of them tasted what they cooked by their own hand. They are happy, they say it's delicious and yummy. I'm sure many of them will be back again to sushi restaurants and try this experience maybe with their families.